ជំរាបឈ្មោះឲ្យយាមញោមឈ្មោះអីឈ្មោះណារងមើលទៅកាមេរ៉ាឈ្មោះអីឈ្មោះណារងឈ្មោះណារ៉ុំហ៎ចឹងអ៊ំសួរនៅខេត្តអីភូមិអីនៅខេត្តអីបាត់ដំបងហើយអាយុប៉ុន្មានឆ្នាំអី14ឆ្នាំម៉ែឪនៅទាំងអស់ដែរនៅឪឈ្មោះអីឪឈ្មោះរ៉ាចំណាយណាឈ្មោះឆយយ៉ាងហើយឥឡូវហ្នឹងវត្តសាស្ត្រនៃខ្មែរយើងហ្នឹងវ៉ាកមួយអាទិត្យឥឡូវហ្នឹងអត់ចង់ទៅលេងផ្ទះហីទៅអត់ចង់ទៅអត់មិនអត់ចង់ទៅយ៉ាងវត្តសុបាយនៅវត្តសុបាយជាងហើយមានបងប្អូនប៉ុន្មាននាក់នៅមួយនាក់យើងកូនទីប៉ុន្មានកូនទី3ហើយពេលដែលមកសុំថ្នាក់រៀនសូត្រនៅវត្តសាស្ត្រនឹងខ្មៅហ្នឹងម៉ែឪជូនមកឬក៏យាយតាជូនមកអ៊ំជូនមកពេលដែលមកហ្នឹងចង់បួសហ្មងឬក៏ម៉ែឪបខំអ៊ំបខំទេអ៊ំបខំចឹងហើយចឹងមកអត់ចង់បួសទេចង់ដែរចង់ដល់ពេលដំបូងអ៊ំបខំហើយដល់ពេលឥឡូវនេះចង់ខ្លួនឯងហ្មងចិត្តចង់ខ្លួនឯងហ្មងដំបូងអត់ចង់ទេម៉ែឪអ៊ំបខំឲ្យមកបួសឥឡូវនេះចង់បួសដល់ខ្លួនឯងហ្នឹងហើយសួរថាក្រុមគ្រួសារជីវភាពគ្រួសាររបស់បងអូនហ្នឹងមិនតែគឺជាមធ្យមឬក៏អ្នកមានគួរសមដែរបានខ្លះក្រខ្លះមានក៏មានហើយម៉ែឪនៅស្រុកឬក៏នៅធ្វើចេញធ្វើការណានៅធ្វើការគាត់ធ្វើការនៅថៃអញ្ចឹងគាត់ទុំចេញទៅលើទេឬក៏ទៅចេញគាត់ចេញទៅស៊ីនៅថៃហ្នឹងយូរឆ្នាំហើយយូរតាំងពីប្អូនអាយុប៉ុន្មានឆ្នាំហើយតាំងពីអាយុ11ឆ្នាំឆ្នាំឥឡូវហ្នឹងអាយុប៉ុន្មានឆ្នាំហើយ14អញ្ចឹង3ឆ្នាំណា3ឆ្នាំអញ្ចឹងហើយឥឡូវហ្នឹងយើងសម្រេចថាឥឡូវហ្នឹងវ៉ាកងហាត់ទៅទេណាអត់ទៅទេនៅវត្តទៅសុបាយណាគូសិស្សច្រើនសុបាយ40 60នាក់ណោះអញ្ចឹងយើងទៅណោះកាលណាយើងទៅលេងស្រុកព្រោះទៅលេងស្រុកទៅភ្លេចដើរលេងសុបាយទៅជួនកាលអីមកវិញភ្លេចមេរៀនភ្លេចធម៌ដែលយើងត្រូវរៀននៃយើងត្រូវរៀនបួសហើយអ៊ំសួរមួយទៀតគម្រោងការនៅវត្តប្រាសាទនឹងខ្មៅដែលលោកគ្រូទាំងអស់ដាក់ការបំពោះនៅថ្ងៃណាមិនដឹងអត់ថ្ងៃអ៊ំតូបចេញនៅខែ11ថ្ងៃអ៊ំទូកហើយណាអញ្ចឹងកឋិនហើយបានលោកគ្រូនិងគណៈកម្មការទាំងអស់លោករៀបចំចាត់ចែងថ្ងៃបួសអញ្ចឹងយើងអត់ទាន់ដឹងថាថ្ងៃណាទេប៉ុន្តែយើងដឹងខែអញ្ចឹងហើយរៀនបានធម៌ចេះច្រើនអីចេះច្រើនណាហ្នឹងហើយព្រោះមកមើលគិតទៅមកយូរខែណាតាំងពីប្រហែលខែគិតវាអាចដឹងថាមកប្រហែលខែចាំមកបាន7ខែ7ខែចិត្ត1ឆ្នាំហើយអញ្ចឹងបាន7ខែហើយការរៀនធម៌វិន័យក៏ចេះច្រើនដែរហើយអ៊ំសួរថាយើងនៅវត្តប្រាសាទនេះដែលច្រើនសត្វតែក្មេងកំព្រាណាច្រើនសត្វតែក្មេងកំព្រាហើយទីទាល់ក្របានមកសូមស្នាក់នៅរៀនសូត្រនឹងហើយពេលដែលមកភ្លាមហ្នឹងណាពេលដែលអ៊ំជូនមកវត្តប្រាសាទនឹងភ្លាមមានយំទៀតទៅផ្ទះវិញអត់ទេអត់យំទៀតទៅផ្ទះវិញទេតែអ៊ំនៅនេះយូរហើយពេលដែលកូនសិស្សគាត់មកសុំស្នាក់នៅខ្លះវិញតាចង់ទៅមាត់ដល់ពេលអ៊ំឬក៏យាយតាអីបងប្អូនឲ្យជូនមកដល់ពេលកោសក់កោអីហើយពេលដែលអ៊ំត្រូវយាយតាសាច់ញាតិទៅវិញយំទៅតាមរៀនរហូតអស់យំទៅតាមពេលរយៈពេលដែលយំទៅតាមហ្នឹងហើយបានមួយថ្ងៃពីរថ្ងៃសួរគាត់ដូចកូនយ៉ាងដែលអ៊ំសួរថាដំបូងអត់ចង់ដល់ពេលនៅយូរស្គាល់គ្នាកាន់តែច្រើនចង់នៅវិញហ្នឹងហើយ
ការសិក្សារៀននៅវត្តប្រាសាទនេះការសំខាន់ឲ្យតកូនចេះដឹងវិន័យពីច្បាប់ទម្លាប់នៅក្នុងវត្តទៅល្អលោកគ្រូមេកុដអនុកុដលោកដាក់ច្បាប់វិន័យអីខ្លះអញ្ចឹងកូនមានដឹងថាក្នុងវត្តប្រាសាទនេះច្បាប់វិន័យរបស់វត្តមានដឹងថាហាមឃាត់អីខ្លះក្នុងច្បាប់វិន័យមានដឹងអត់ ដឹង អាចប្រាប់ត្រួសឲ្យយើងយកមកស្ដាប់ មីអេស្តើហើយនឹងសច្ចកៈ សច្ចកៈហ្នឹងការរបស់ហូបចុះទី2ក្នុងការរបស់ប្រើប្រាស់ហាមឃាត់អីខ្លះតើក្មេងដែលមកសុំស្នាក់នៅគណៈគ្រប់គ្រងនឹងលោកគ្រូចាតកាលោកឲ្យប្រើទូរស័ព្ទអត់ណាអត់ទេនឹងអត់ឲ្យប្រើទេមិនថាប្រសក់មិនថាលោកអត់ឲ្យប្រើទេបរិយអត់ទេនឹងហើយចុះក្នុងវិន័យទី3មួយទៀតព្រលឹមឡើងយើងត្រូវធ្វើអីខ្លះនៅក្នុងវត្តបោះដីជួយបោះដីពេលនេះយើងជួយបោះដីប្រសង់ទៀតជួយលើកម្ហូបចុងភៅជួយលាងចានអញ្ចឹងទៅណានេះនៅក្នុងវត្តអត់មានអីធ្ងន់ទេគ្រាន់តែបោះដីការងារទំនេរចេញទៅបិណ្ឌហើយនឹងជួយលាងចានរួចរៀបចំជូនចានជូនឆ្នាំងឲ្យចុងភៅគាត់ទៅលាងចុះពេលមកយើងចូលរៀនម៉ោងប្រហែលម៉ោង7ដល់ម៉ោង9ចូលរៀនម៉ោង7ចេញវិញម៉ោង9ចុះពេលល្ងាចម៉ោង1ដល់ម៉ោង5ម៉ោង1ដល់ម៉ោង5រាល់ថ្ងៃហ្នឹងយើងបានរៀនភាសាខ្លះអត់មានម៉ោងរៀនមានម៉ោងអង់គ្លេសអត់មានដែរយើងរៀនជាមួយប្រសងអញ្ចឹងហ៎មានគ្រូបង្រៀនខាងផ្នែកអង់គ្លេសអញ្ចឹងបាទអញ្ចឹងបាទសូមអរគុណណែនេះបានទំនេរបានជួសុភាជាមួយកូនឈ្មោះអីមិញភ្លេចរាណារងអញ្ចឹងគាត់សួរនាំពីប្រវត្តិគាត់ខ្លះអញ្ចឹងថ្ងៃនេះត្រូវជាថ្ងៃវ៉ាកងរបស់កូនសិស្សនិងប្រសងវ៉ាកងមួយអាទិត្យអញ្ចឹងយើងគៀកចូលភាសានិងវ៉ាកងមួយអាទិត្យ